ព័ត៌មានគួរឲ្យសោកសៅកំពុងកើតមានជុំវិញខ្លួនយើងឥតឈប់ឈរជាពិសេសទៅលើគ្រោះថ្នាក់ស្ទះដង្ហើមនៅស្ថានចិញ្ចឹមសត្វវិញវាពុំមែនជារឿងអ្នកដទៃទៀតឡើយករណីដែលច្រើនជាងគេគឺកើតឡើងក្នុងពេលកែច្នៃលាមកសត្វពេលចូលទៅដើម្បីកម្ចាត់ក្លិនឬសម្អាតទាំងមិនប្រុងប្រយ័ត្នគ្រោះថ្នាក់ក៏កើតឡើងម្ដងហើយម្ដងទៀតចាប់ផ្ដើមពីគ្រោះថ្នាក់ក្នុងកន្លែងដែលបិទជិតយើងនឹងស្វែងយល់ឲ្យច្បាស់លាស់ពីវិធីទប់ស្កាត់ដែលអាចការពារអាយុជីវិតរបស់អ្នកទាំងអស់គ្នាបានកន្លែងចង្អៀតរួមមានដូចអាងស្តុកនិងបង្ហូរទឹកអាងស្តុកទឹកស្អុយរណ្ដៅទុកលាមកសត្វអាងស្តុកទឹកលាមកនៅកន្លែងដែលខ្វះខ្យល់ចេញចូលឬកន្លែងណាដែលមានអាចនឹងផ្ទុកឧស្ម័នពុលដែលនៅកន្លែងទាំងនេះគ្រោះថ្នាក់ស្ទះដង្ហើមអាចកើតឡើងគ្រប់ពេលទាំងអស់អីចឹងតើការស្ទះដង្ហើមជាអ្វីដែរវាគឺសំដៅលើពេលដែលអុកស៊ីសែនមិនអាចផ្គត់ផ្គង់ទៅកាន់រាងកាយបានជាធម្មតាតើតែមានអុកស៊ីសែនគ្រប់គ្រាន់ទើបអាចធ្វើសកម្មភាពធម្មតាបានបើសិនជាខ្វះអុកស៊ីសែននឹងមិនផ្គត់ផ្គង់មករាងកាយយើងនោះហើយជាការស្ទះដង្ហើមកំហាប់អុកស៊ីសែនក្នុងខ្យល់ចាប់ពីក្រោម 15% នឹងចាប់ផ្ដើមស្ទះដង្ហើមក្រោម 15% ដង្ហើមនឹងជីបចរលោតលឿនឈីក្បាលនឹងមានអារម្មណ៍ចង់ក្អួតក្រោម 10% បាត់បង់ស្មារតីឬអាចក្អួតក្រោម 8% នឹងសន្លប់ភ្លាមហើយអាចនឹងស្លាប់ក្នុង 5 ពី 8 នាទីបានទោះសង្គ្រោះបានការពិបាកនិយាយការពិបាកធ្វើចលនាការមើលឃើញតូចជាងមុនមើលងាយភ្លេចច្រើនអត្តចរិតខុសប្លែកអាចកើតមានផលប៉ះពាល់បន្តទៀតឧស្ម័នអ៊ីដ្រូសែនសូលហ្វាយដែលត្រូវប្រុងប្រយ័ត្នជាងគេក្នុងកសិដ្ឋានចិញ្ចឹមសត្វនៅពេលវត្ថុសារ៉េរាង្គោលួយវាคล้ายជាឧស្ម័នពុលដោយឯកឯងវានឹងចេញក្លិនពងស្អុយនៅក្នុងកំហាប់ទាបហើយបើកំហាប់កាន់តែកើនឡើងនឹងធ្វើឲ្យឈានវិញ្ញាណស្ពឹកនិងធ្វើឲ្យយើងលែងដឹងពីក្លិនវាដោយសារឧស្ម័នអ៊ីដ្រូសែនសូលហ្វាយធ្ងន់ជាងខ្យល់កន្លែងស្តុកលាមករណ្ដៅទុកលាមកសត្វកន្លែងទាបដូចក្នុងលូនាំឲ្យងាយស្រួលកើតមានក្នុងកន្លែងបិទជិតទាំងនេះបានហើយគ្រាន់តែលើសតែ10 ហូមវានឹងប្រតិកម្មនឹងភ្នែកនិងប្រព័ន្ធដង្ហើមបើលើសពី150 ហូមធ្វើឲ្យប្រព័ន្ធឈានវិញ្ញាណស្ពឹកបើលើសពី 500 ភឹមគ្រាន់តែដកដង្ហើមតែប៉ុន្មានដងនឹងធ្វើឲ្យបាត់បង់ស្មារតីហើយអាចនឹងឈានដល់ស្លាប់បានដោយសារនៅអាកាសធាតុក្តៅកិនតកម្មលាមកកាន់តែលឿននាំឲ្យចំនួនឧស្ម័នអ៊ីដ្រូសែនសូលហ្វាយកើនឡើងនៅរដូវក្តៅការគ្រប់គ្រងសុវត្ថិភាពដូចជាខ្យល់ចេញចូលនិងស្ទង់វាស់កាសលើត្រូវតែធ្វើវាយ៉ាងម៉ត់ចត់គ្រោះថ្នាក់ស្ទះដង្ហើមភាគច្រើនកើតឡើងគឺដោយសារអ្នកធ្វើការមិនដឹងថាកន្លែងគាត់ធ្វើការគ្រោះថ្នាក់ដូច្នេះពិនិត្យមើលថាកន្លែងណាក្នុងកសិដ្ឋានជាកន្លែងគ្រោះថ្នាក់ហើយរៀបរៀងវាជាបញ្ជីគឺជាជំហានដំបូងសម្រាប់ការទប់ស្កាត់មហន្តរាយបន្ទាប់ពីពិនិត្យដឹងពីកន្លែងបិទជិតហើយវាត្រូវតែធ្វើឲ្យពលករអាចមើលឃើញដោយបង្ហាញថាជាកន្លែងបិទជិតហើយត្រូវការរំលឹកពីគ្រោះថ្នាក់ហើយពេលធ្វើការនៅកន្លែងបិទជិតត្រូវរៀបចំឧបករណ៍ការពារដែលត្រូវការទុកមុនរួមមានប្រដាប់ស្ទង់កំហាប់កាសកង្ហារស្រូបខ្យល់ចេញចូលប្រដាប់ដកដង្ហើមម៉ាស់បន្សុទ្ធខ្យល់ជាដើមហើយត្រូវតែរក្សាឧបករណ៍ការពារឲ្យស្ថិតក្នុងស្ថានភាពដែលអាចប្រើបានជានិច្ចហើយពេលធ្វើការក្នុងកន្លែងដែលមានគ្រោះថ្នាក់ស្ទះដង្ហើមវាចាំបាច់សម្រាប់ពលករនិងអ្នកត្រួតពិនិត្យដែលត្រូវទទួលការអប់រំនិងហ្វឹកហាត់សុវត្ថិភាពរយៈពេលវែងត្រូវតែរួមមានអត្ថន័យនៃការប្រើប្រាស់ប្រដាប់ស្ទង់កំហាប់កាសនិងចំណុចទាក់ទងបរិស្ថានការងារវិធីសង្គ្រោះបន្ទាន់ពេលមានគ្រោះថ្នាក់និងជួយសង្គ្រោះពេលបន្ទាន់ វ
វិធីពាក់និងប្រើប្រាស់ឧបករណ៍ការពារគ្រប់ប្រភេទជាដើមតោះនេះជាវិធានការសុវត្ថិភាពពេលធ្វើការនៅកន្លែងបិទជិតដំបូងមុនពេលធ្វើការនៅកន្លែងបិទជិតត្រូវតែស្ទង់កំហាប់អុកស៊ីសែននិងឧស្ម័នអុកស៊ីសែននិងឧស្ម័នពុលខ្យល់ដែលល្អសមរម្យគឺមានកំហាប់អុកស៊ីសែនពី 15% ទៅ 23.5%អ៊ីត្រូសែនស៊ុលហ្វាយក្រោម 10% កាបូនម៉ូណូស៊ីតក្រោម 30% ហើយកាបូនឌីអុកស៊ីតក្រោម 1.5%ទី2ដើម្បីអាចរក្សាខ្យល់ក្នុងកន្លែងបិទជិតល្អបានបើកកង្ហារស្រូបខ្យល់ចេញចូលឲ្យខ្យល់ចេញចូលគ្រប់គ្រាន់ហើយឲ្យខ្យល់ចេញចូលរហូតទោះក្នុងពេលធ្វើការហើយរក្សាស្ថានភាពខ្យល់ឲ្យល្អដែលជារឿងសំខាន់ទី3មុនពេលធ្វើការពលករត្រូវពាក់ម៉ាស់បន្សុទ្ធខ្យល់ឬប្រដាប់ដកដង្ហើមជានិច្ចទើបធ្វើការនៅកន្លែងមានកំហាប់អុកស៊ីសែនក្រោម 18% ម៉ាស់ការពារកាសមិនអាចជួយបានទេដូច្នេះត្រូវចងចាំថាត្រូវតែប្រើប្រាស់ប្រដាប់ដកដង្ហើមឬម៉ាស់បន្សុទ្ធខ្យល់ទី4ដាក់អ្នកត្រួតពិនិត្យនៅកន្លែងធ្វើការដោយអាចពិនិត្យមើលពីសុវត្ថិភាពរបស់ពលករបានរហូតអ្នកត្រួតពិនិត្យត្រូវប្រាស្រ័យទាក់ទងជាមួយពលករហើយត្រូវរៀបចំដើម្បីអាចឆ្លើយតបនឹងស្ថានភាពបន្ទាន់ភ្លាមបើមានគ្រោះថ្នាក់កើតឡើងក្នុងពេលធ្វើការត្រូវរាយការណ៍ទៅ119ភ្លាមហើយទាក់ទងទៅអ្នកគ្រប់គ្រងហើយប្រាប់ពីស្ថានភាពពេលនោះក្នុងករណីចូលទៅសង្គ្រោះដោយផ្ទាល់ត្រូវតែពាក់ប្រដាប់ដកដង្ហើមและឧបករណ៍ការពារហើយទើបចូលទៅសង្គ្រោះដាច់ខាតមិនអាចចូលទៅទាំងខ្លួនទេបានទេបន្ទាប់ពីជួយសង្គ្រោះរួចសូមផ្លាស់ទៅទីតាំងសុវត្ថិភាពនិងអនុវត្តវិធានការជួយសង្គ្រោះដូចជាធ្វើចលនាបេះដូងក្រោមពីធ្វើការហើយត្រូវពិនិត្យមើលឧបករណ៍ការពារដែលប្រើប្រាស់ហើយរៀបចំវ៉ាហើយពិនិត្យមើលសុខភាពរបស់ពលករថាមានវិលមុខឈឺក្បាលចង់ក្អួតលដាឬទេគឺជារឿងសំខាន់ដើម្បីទប់ស្កាត់គ្រោះថ្នាក់ថប់ដង្ហើមនៅសមាគមសុវត្ថិភាពនិងសុខមាលភាពគឺមានជួលឧបករណ៍ការពារដោយមិនគិតថ្លៃដូចជាប្រដាប់ស្ទង់កំហាប់កាសកង្ហារស្រូបខ្យល់ចេញចូលដែលអាចលើកបានប្រដាប់ដកដង្ហើមម៉ាស់បន្សុទ្ធខ្យល់ជាដើមការងារក្នុងកន្លែងបិទជិតបើបន្តទទួលការអប់រំសុវត្ថិភាពចូលរួមដោយស្ម័គ្រចិត្តរបស់ម្ចាស់កសិដ្ឋាននិងពលករហើយរក្សាវិន័យការងារសុវត្ថិភាពអាចទប់ស្កាត់គ្រោះថ្នាក់មនុស្សបានគ្រប់គ្រងប៉ុន្តែដោយអ្នកទាំងអស់គ្នាគិតវាអាចកើតឡើងមកលើខ្ញុំដែរតែមួយផ្លែតចឹងនឹងមិនអីទេគ្រោះថ្នាក់ចាប់ផ្ដើមពីការគិតងាយការសន្យាដែលល្អជាងគេក្នុងពិភពលោកជាការគោរពវិធានការសុវត្ថិភាព